ហើយនិយាយរឿងកាហ្សានេះខ្ញុំសូមបញ្ជាក់អញ្ចឹងប្រជាពលរដ្ឋយើងពិតណាស់យើងកំពុងប្រឈមបញ្ហាដោះស្រាយនៅក្នុងប្រទេសប៉ុន្តែប្រជាពលរដ្ឋយើងនៅកន្លែងណាដែលមានបញ្ហាយើងមិនចោលទេជាក់ស្ដែងនៅក្នុងពេលដែលកំពុងផ្ទុះអាវុធបាញ់ដាក់មីស៊ីលទៅវិញទៅមកនៅប្រទេសអ៊ីរ៉ង់ហើយនៅប្រទេសអ៊ីស្រាអែលរាជរដ្ឋាភិបាលទោះបីជាមិនបានប្រកាសតាមអនឡាញឬមួយស្អីក៏ដោយប៉ុន្តែក្រសួងការបរទេសរបស់យើងទូតរបស់យើងប្រចាំអ៊ីស្រាអែលដែលមាននិវេសនដ្ឋាននៅទូគីទូតរបស់យើងប្រចាំអ៊ីរ៉ង់ដែលមាននិវេសនដ្ឋាននៅឥណ្ឌាបានធ្វើការជាប់ជាប្រចាំក្រសួងកសិកម្មក្រសួងការបរទេសក្រសួងអប់រំស្ថាប័នមួយចំនួនដូចជាអគ្គចារកិច្ចយើងប្រតិកលាជាមួយនិស្សិតរបស់យើងប្រជាពលរដ្ឋយើងសួរសុខទុក្ខប្រចាំថ្ងៃអ្នកដែលយើងតាក់ទងបានហើយព្យាយាមតាក់ទងអ្នកផ្សេងទៀតដូចជាពិសេសនៅអ៊ីស្រាអែលតើគាត់មានបញ្ហាអីធ្វើការជាប្រចាំតើគាត់នៅក្នុងរង្វង់កន្លែងមានគ្រោះថ្នាក់អត់ដោយកាលពីវាយគ្នាពីឆ្នាំ2023នោះយើងធ្វើការជាប់តាមជាប់ជាប្រចាំទោះបីយើងមិនចលាចេញតែយើងធ្វើការកន្លែងណាដែលហានិភ័យចេញពីតំបន់ក្រហមតំបន់នេះយើងតាមជាប្រចាំអញ្ចឹងខ្ញុំសូមផ្ដាំទៅបងប្អូនប្រជាពលរដ្ឋដែលមានកូនមានក្មួយក៏ដូចជានិស្សិតរបស់យើងបងប្អូនយើងនៅប្រទេសអ៊ីរ៉ង់ឬមួយក៏នៅប្រទេសអ៊ីស្រាអែលថារាជរដ្ឋាភិបាលមិនបានចោលបងប្អូនទេហើយយើងនៅតាមបន្តតាមហើយក្រសួងការបរទេសបានជូនព័ត៌មានទៅហើយបើមានកិច្ចការអីសូមតាក់ទងទៅលេខនោះគឺទូតរបស់យើងនៅទូគីសម្រាប់នៅអ៊ីស្រាអែលនៅអ៊ីស្រាអែលចឹងហើយទូតរបស់យើងនៅឥណ្ឌាដែលប្រចាំនៅអ៊ីរ៉ង់បាទសូមតាក់ទងយើងនឹងខិតខំទោះបីយើងអត់មានទូតនៅនោះយើងនឹងខិតខំសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានហើយសូមឲ្យបងប្អូនស្ដាប់អាជ្ញាធរមូលដ្ឋានណែនាំអាជ្ញាធរមូលដ្ឋានហើយខ្ញុំសូមអំពាវនាវឲ្យរដ្ឋបាលទាំងប្រទេសអ៊ីរ៉ង់ទាំងប្រទេសអ៊ីស្រាអែលសូមយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋពីបរទេសទៅនៅនោះរួមទាំងកម្ពុជាផងបាទនេះគឺជាអ្វីដែលយើងគិតគូរប្រជាពលរដ្ឋយើងនៅកន្លែងណាមិនថាតែនៅក្នុងប្រទេសនៅប្រទេសថៃឬមួយកន្លែងណានោះទេយើងយកចិត្តទុកដាក់គ្រប់ពេលមិនថាយើងជាប់ដៃនៅរឿងកន្លែងនេះទេតែយើងមិនភ្លេចប្រជាពលរដ្ឋយើងនោះទេនេះហើយរសជាតិសង្គ្រាមមិនល្អទេវាមិនមែនវាយតែប្រទេសនោះគ្រោះថ្នាក់វាគ្រោះថ្នាក់ដល់អ្នកដែលនៅក្នុងនោះទៀតអញ្ចឹងកម្ពុជាប្រកាន់ជំហរបែបនេះមិនរាថយមិនកែប្រែបាទនេះគឺជាសារសំខាន់